សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ចាស់ប្រាជ្ញសម្រាប់អេពីសូតនេះដែរខ្ញុំនឹងលើកយកប្រធានបទប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតមួយយកមកចែកជូនបងប្អូនស្ដាប់កំសាន្តទាំងអស់គ្នាតងទៅនឹងប្រធានបទនេះដែរគឺជាពិធីដ៏ខ្មៅងងឹតមួយមានឈ្មោះថាពិធីសតិដែលដើមឡើយនឹងម្ចាស់ពិធីនឹងគឺជាព្រះនាងមួយអង្គនៅក្នុងព្រហ្មញ្ញសាសនាដែលទ្រង់បានបូជារាងកាយរបស់គាត់ហ្នឹងទៅក្នុងភ្នក់ភ្លើងដើម្បីបង្ហាញពីភាពស្មោះត្រង់និងជាការការពារកិត្តិយសស្វាមីរបស់ទ្រង់ផងព្រះសិវៈប៉ុន្តែនៅពេលដែលពេលវេលាទាំងអស់ហ្នឹងវាកន្លងផុតទៅរាប់រយឆ្នាំទៅហើយហ្នឹងអាជំនឿសាសនាមួយហ្នឹងវាបែរជាត្រូវបានគេយកមកបកស្រាយឡើងខុសឆ្លាស់ពីដើមមែនតើគឺវាទៅជាឧបករណ៍ដ៏ឃោរឃៅសម្រាប់បង្ខំឲ្យស្ត្រីភេទទៅវិញមានន័យថាធ្វើបាបស្ត្រីភេទទៅវិញហ្នឹងតាមជំនឿបុរាណនៅក្នុងតំបន់នៃប្រទេសឥណ្ឌាហ្នឹងគេជឿថានៅពេលដែលស្វាមីស្លាប់ព្រលឹងរបស់ស្វាមីហ្នឹងគឺអត់ទៅណាបានសុខទេបើសិនបើប្រពន្ធរបស់គាត់ហ្នឹងអត់បានបូជាខ្លួនទៅតាមប្តីរបស់គាត់ដែលស្លាប់ហ្នឹងអញ្ចឹងគេជឿថាបើសិនបើប្រពន្ធសុខចិត្តលោតចូលកន្លែងបូជាសពទាំងរស់ហ្នឹងស្ត្រីដែលស្លាប់ហ្នឹងក៏អត់បានលៀងបាផងណាមួយនឹងធ្វើអាគ្រួសារខាងប្តីហ្នឹងគាត់នឹងលៀងបាដូចគ្នារហូតដល់3ជំនាន់ហ្នឹងបើតាមជំនឿគេជឿហើយនឹងស្ត្រីដែលបានបូជាហ្នឹងគាត់នឹងជាតិក្រោយទៅនឹងកើតទៅជាទេពធីតាតាមជំនឿរបស់គេហើយមើលទៅអាការលះបង់ដ៏ខ្ពង់ខ្ពស់ហ្នឹងវាតាមពិតស្ត្រីនៅក្នុងជំនឿហ្នឹងគេចង់មានន័យថាស្ត្រីគាត់លះបង់ខ្ពស់ប៉ុន្តែនៅពីខាងក្រោយហ្នឹងតាមពិតមានស្ត្រីជាច្រើនដែលគាត់បានស្ម័គ្រចិត្តធ្វើចឹងឯងអញ្ចឹងបងប្អូនដឹងថាមានរឿងអីខ្លះនៅពីក្រោយអារឿងដែលគាត់បូជាដុតខ្លួនទាំងរស់ពេលដែលប្តីរបស់គាត់ស្លាប់ហ្នឹងតាមពិតស្ត្រីទាំងអស់ហ្នឹងវាគាត់ភិកច្រើននៅពេលដែលគាត់លោតចូលភ្លើងហ្នឹងមិនមែនជាចិត្តរបស់គាត់ទេចង់ស្លាប់ទៅតាមប្តីទេប៉ុន្តែភិកច្រើនហ្មងគឺគាត់អត់មានជំរឿនព្រោះថានៅក្នុងសង្គមឥណ្ឌាបុរាណហ្នឹងស្ត្រីមួយម៉ាយគឺគេចាត់ទុកថាជាប្រភពនៃរឿងចង្រៃហ្មងហ្នឹងក៏តាមសង្គមពីមុនទេឲ្យតែស្ត្រីមួយម៉ាយនៅពេលដែលប្តីរបស់គាត់ស្លាប់ហ្នឹងគេចាត់ទុកថាគាត់ជាស្ត្រីមួយម៉ាយហ្នឹងហើយត្រូវបានគេហាមសូម្បីតែឲ្យពាក់គ្រឿងអលង្ការមិនឲ្យស្លៀកពាក់កៅអៅស្អាតបាតសូម្បីតែអាការញ៉ាំហ្នឹងក៏អត់ឲ្យញ៉ាំឆ្ងាញ់ដែរហើយថែមទាំងពេលខ្លះហ្នឹងគឺត្រូវតែយកគាត់ហ្នឹងមកដុតដៃដុតជើងហើយក៏បដិញ្ញចេញពីភូមិទៀតក៏មានដែរព្រោះបើគិតមែនតើគឺជីវិតរបស់ពួកគាត់ហ្នឹងគឺរស់នៅពិបាកវេទនាជាស្លាប់ទៅទៀតប៉ុន្តែរឿងដែលរន្ធត់ជាងនឹងទៅទៀតនោះគឺរឿងផលប្រយោជន៍និងទ្រព្យសម្បត្តិតូនស្ត្រីម្នាក់នៅពេលដែលប្តីរបស់គាត់ស្លាប់ហ្នឹងទ្រព្យសម្បត្តិដែលពេលដែលប្តីស្លាប់ហ្នឹងត្រូវធ្លាក់លើប្រពន្ធហ្នឹងដូច្នេះគ្រួសារខាងប្តីច្រើនគឺសម័យហ្នឹងគឺមានអ្នកលោកលន់ច្រើនមែនតើចង់បានដីធ្លីទ្រព្យសម្បត្តិទាំងអស់ហ្នឹងក៏បានរៀបចំមបាយកលបង្ខំឲ្យស្ត្រីដែលជាប្រពន្ធហ្នឹងធ្វើពិធីដែលយើងបានបញ្ជាក់ខាងលើហ្នឹងគឺពិធីសតិហ្នឹងហើយព្រោះថាកាលណាដែលប្រពន្ធស្លាប់ដែរហ្នឹងទ្រព្យសម្បត្តិទាំងអស់ហ្នឹងនឹងធ្លាក់មកលើពួកដែលផុសនៅក្នុងគ្រួសារហ្នឹងភ្លាមហ្មងនឹងតាមសង្គមពីមុនចុះបើសិនជាប្រពន្ធអត់ព្រមលោតចូលភ្លើងទេបើសិនជាគាត់អត់ព្រមប្រពន្ធអត់ព្រមធ្វើពិធីសតិហ្នឹងទេអញ្ចឹងគេមានលក្ខខណ្ឌរបស់គេបើសិនបើស្ត្រីម្នាក់ហ្នឹងនៅតែប្រកែកអត់ព្រមធ្វើពិធីសតិហ្នឹងទេគេនឹងប្រមូលអ្នកភូមិពីមុនហ្នឹងសោះដៃគ្នាមែនដែរប្រមូលដោយចាប់ស្ត្រីហ្នឹងទៅឆក់ស្រាដែលមានជាតិអល់កុលខ្លាំងឬក៏ពេលខ្លះប្រើទៅដល់ថ្នាំពុលថ្នាំសតិអារម្មណ៍អីទៅឆក់ចូលមាត់នាងដើម្បីឲ្យនាងវែងឬក៏គាត់ស្វឹងបាត់ស្មារតីទៅមានន័យថាគាត់ពេលស្វឹងបាត់ស្មារតីគាត់លែងអាចតដៃបានឬក៏បកៃបានហើយគេនឹងដឹកនាងទៅកន្លែងបូជាសពហ្នឹងបងពីច្រើនបាយកលទាំងអស់ហ្នឹងគេរៀបចំនៅពេលដែលដីរបស់នាងត្រូវធៀបបូជានឹងគេចំទុកមុនអស់ហើយនឹងមានឯកសារខ្លះទៀតគេថាគេនឹងចងនាងជាមួយនឹងឈើរៀងវែងនៅពេលដែលដូចបូជាសពរបស់ប្តីនាងមិនត្រូវពីមុនគេបូជាដោយដាក់ឈើហ្មងអញ្ចឹងគេនឹងចងភ្ជាប់ស្ត្រីនឹងភ្ជាប់ទៅនឹងសាកសពប្តីរបស់នាងហើយដុតទៅមួយគ្នាតែម្ដងអញ្ចឹងនៅពេលដែលភ្លើងអាដាតភ្លើងចាប់ផ្ដើមឆេះសន្ធោសន្ធៅទៅស្ត្រីមេម៉ាយហ្នឹងគាត់បានភ្ញាក់ខ្លួនពីអាភាពស្វឹងរបស់គាត់ហ្នឹងព្រោះតែអាកម្ដៅភ្លើងហ្នឹងអញ្ចឹងក៏បានស្រែកយំសន្ធោសន្ធៅក្នុងភ្លើងសន្ធោសន្ធៅហ្នឹងហើយពេលខ្លះក៏បានព្យាយាមរត់ចេញពីភ្នក់ភ្លើងហ្នឹងដែរតែអ្នកស្រុកដែល
ដែលចូលរួមក្នុងពិធីហ្នឹងគឺនៅពេលដែលចាប់ផ្ដើមដុតគឺគេនឹងទូងស្គរហើយក៏ហូរបញ្ជ្រាវទៅវាលុបបាត់អាសេចក្តីឈឺចាប់របស់នាងដែលកំពុងតែឆាបនៅក្នុងភ្លើងហ្នឹងហើយក៏មានឯកសារខ្លះទៀតគេនិយាយថានៅពេលដែលស្ត្រីនឹងគាត់ព្យាយាមរត់ចេញពីព្រោះភ្លើងគឺអ្នកដែលចូលរួមក្នុងពិធីទាំងអស់ហ្នឹងគេមានប្រភេទឈើវែងសម្រាប់ចាំចាក់គាត់ឬក៏រុញគាត់ឲ្យឆេះក្នុងភ្លើងនឹងអត់ឲ្យរើរួចលុះត្រាតែគាត់ស្លាប់ខ្លាចទៅជាផេះទៅតាមប្តីរបស់គាត់ហ្នឹងហើយអញ្ចឹងអារឿងអយុត្តិធម៌និងរឿងអំពើខុសខើទាំងអស់ហ្នឹងវាបានអូបឡាយរាប់រយឆ្នាំរហូតដល់ដើមសតវត្សទី19នៅក្នុងកំឡុងឆ្នាំ1800មុននឹងមកដល់ឆ្នាំហ្នឹងអាស្ត្រីរាប់ពាន់នាក់ហ្នឹងគាត់បានបាត់បង់ជីវិតក្នុងពិធីសតិហ្នឹងហើយជាពិសេសរឿងទាំងអស់ហ្នឹងពិធីទាំងអស់ហ្នឹងវាកើតឡើងនៅតំបន់ភាគខាងជើងនិងភាគខាងកើតនៃប្រទេសនេះប៉ុន្តែពន្លឺនៃក្តីសង្ឃឹមហ្នឹងក៏បានមកដល់នៅពេលដែលមានវរៈជនគាត់បានកែតម្រង់សង្គមទីហ្នឹងដែលមានឈ្មោះថារាចារាមម៉ូហានរ៉យហ្នឹងលោកបានឃើញពីព្រោះថាគាត់ចង់កែតម្រង់ហ្នឹងដោយសារតែគាត់បានឃើញផ្ទាល់ហ្មងបងស្រីថ្លៃរបស់គាត់ហ្នឹងគឺត្រូវបានគេបង្ខំឲ្យធ្វើពិធីសតិហ្នឹងដែរមានន័យថាដុតគាត់ទាំងរស់ដែរអញ្ចឹងគាត់ក៏ឈឺចាប់ខ្លាំងមែនតើគាត់ក៏បដិញ្ញាថាគាត់នឹងធ្វើគ្រប់ពិធីទាំងអស់ដើម្បីលុបបំបាត់ទំនៀមទម្លាប់ដ៏ព្រៃសៃនឹងចោលទៅហើយកំឡុងឆ្នាំហ្នឹងគាត់ក៏បានប្រមូលផុសតាងដូចថាយើងត្រូវទៅសួរមតិនិងធ្វើការតវ៉ាជាមួយអាញាធរតំបន់ហ្នឹងផងហើយណាមួយគឺជាមួយនឹងអាញាធរអាណានិគមនិយមអង់គ្លេសដែលកំពុងតែគ្រប់គ្រងវាពេលនោះដែរអញ្ចឹងលោកក៏បានបកស្រាយថានៅក្នុងគម្ពីរសាសនាដំបូងនោះគេមិនទាមទារឲ្យស្ត្រីលោតចូលភ្លើងស្លាប់ទៅតាមប្តីទេវាគ្រាន់តែជាការបង្កើតឲ្យកុំឲ្យមានមនុស្សលោភលន់ណាអញ្ចឹងកន្លែងនេះក៏យើងចង់បញ្ជាក់នេះដែរតែតោះនឹងជំនឿខ្លះគឺយើងជឿដោយការគិតពិចារណាដែរមិនមែនយើងចេះតែជឿដោយមានមូលដ្ឋានឬក៏ជឿទាំងខុសឆ្គងទេតែមិនមែនហាមឃាត់ឲ្យបងប្អូនជឿទេគឺបងប្អូនអាចជឿបានទៅគិតថាជំនឿណាដែលវាសមស្របទៅនឹងច្បាប់ធម្មជាតិដែរអញ្ចឹងបន្តរឿងសាច់រឿងនេះទៀតគឺតកតងទៅនឹងជំនឿសតិហ្នឹងវាតរហូតមកដល់ឆ្នាំ1829ដោយលោកអភិបាលអង់គ្លេសហ្នឹងគាត់ប្រចាំការនៅក្នុងប្រទេសវាហ្នឹងគឺលោក William Bentinck គាត់ក៏បានសម្រេចចិត្តថាច្បាប់ក្នុងពិធីសតិហ្នឹងគឺត្រូវបញ្ចប់ទៅនឹងហ្មងគឺបិទជាផ្លូវការហ្មងគឺអត់ឲ្យមានគេបង្ខំនរណាម្នាក់ដើម្បីចូលទៅក្នុងពិធីសតិហ្នឹងទេហើយបើសិនជាគេដឹងហើយនៅតែបន្តធ្វើពិធីហ្នឹងទៀតគេនឹងផ្ដំទាទោសពីបទធ្ងន់ធ្ងរមែនទេគឺពីបទមនុស្សឃាតប៉ុន្តែទោះបីជាច្បាប់ដែលអភិបាលហ្នឹងគាត់បានចែងនៅក្នុងឆ្នាំ1829ហ្នឹងក៏ដោយប៉ុន្តែដោយសារតែជំនឿហ្នឹងវានៅវាធ្វើបន្តរាប់រយឆ្នាំហើយណាមួយពលរដ្ឋដែលគាត់អត់សូវមានចំណេះដឹងអីគាត់នៅតែគិតថាពិធីហ្នឹងវាល្អអញ្ចឹងនៅតែមានអ្នកខ្លះទៀតគាត់ទៅលួចធ្វើនៅតាមតំបន់ដាច់ស្រយាលរហូតពិធីហ្នឹងនៅតែបន្តធ្វើរហូតដល់ប្រហែលជាចុងសតវត្សទី20ហើយចុងសតវត្សទី20ហ្នឹងមូលហេតុដែលឈប់ហ្មងឬក៏មានច្បាប់តឹងរឹងបំផុតនោះគឺដោយសារតែមានរឿងដ៏ល្បីល្បាញបំផុតមួយកើតឡើងនៅក្នុងឆ្នាំ1987គឺវាកើតឡើងទៅលើក្មេងស្រីម្នាក់ដែលគាត់ទើបតែមានអាយុ18ឆ្នាំគឺគាត់បានស្លាប់ដោយសារតែគេបានចាប់បង្ខំគាត់ឲ្យធ្វើពិធីសតិហ្នឹងអញ្ចឹងនៅពេលដែលរឿងហ្នឹងបានបែកធ្លាយទៅគឺពិភពលោកគេកល់ទោសទៅលើឥណ្ឌាខ្លាំងមែនតើរហូតដល់រាជរដ្ឋាភិបាលឥណ្ឌាហ្នឹងគាត់បានបង្កើតច្បាប់ការរៀបចំកាត់ទោសធ្ងន់ធ្ងរមែនតើតកតងទៅនឹងអ្នកដែលបានរៀបចំពិធីសតិហ្នឹងឬក៏លួចលាក់ទៅធ្វើនៅកន្លែងដាច់ស្រយាលឬក៏ចាប់បង្ខំណាគេធ្វើហ្នឹងគឺកាត់ទោសធ្ងន់ធ្ងរមែនតើអញ្ចឹងរឿងរ៉ាវពិធីសតិហ្នឹងវាមិនមែនគ្រាន់តែជារឿងរ៉ាវប្រវត្តិសាស្ត្រទេតែកន្លងផុតទៅហ្នឹងគឺវាជាការរំលឹកដល់រឿងដែលជូរចត់ដែលបានកើតឡើងទៅលើស្ត្រីជាច្រើនរាប់ពាន់នេះព្រោះវាពិធីហ្នឹងគេប្រពធ្វើឡើងវារាប់រយឆ្នាំទៅហើយអញ្ចឹងមិនដឹងថាស្ត្រីម្នាក់ទេដែលគាត់បានបាត់បង់ជីវិតទៅលើជំនឿអវិជ្ជាទាំងហ្នឹងតែបងប្អូនគិតមើលថាមិនដឹងថាមានស្ត្រីម្នាក់ដែលគាត់បាត់បង់ជីវិតដោយសារជំនឿអវិជ្ជាហ្នឹង
ហើយរឿងមួយទៀតខ្ញុំពិបាកសម័យខ្លាំងតែនព្រោះបងប្អូនដឹងហើយគឺអត់មានការស្លាប់ណាពិបាកបំផុតដោយអាការដែលគេដុតទាំងរស់ហ្នឹងទេហើយក្នុងសម័យហ្នឹងនៅពេលដែលគេដាក់ដុតទាំងរស់ហ្នឹងគឺគេមានពិធីគេទៀតណាទុងស្គរទុងអីហើយណាមួយគឺដូចបានរៀបរាប់ខាងលើហ្នឹងគឺបានយកឈើចាក់គាត់ទៀតនៅពេលដែលគាត់រឹកខំរើបំរាស់ទាំងអស់អញ្ចឹងខ្ញុំអត់ចង់ឲ្យមានអាជំនឿបែបហ្នឹងនៅក្នុងសង្គមមនុស្សយើងទេអញ្ចឹងបងប្អូនយល់មិនដែរតាក់ទងទៅនឹងសាច់រឿងដែលយើងនិយាយអំពីជំនឿសតិនេះហើយមួយវិញទៀតខ្ញុំក៏នៅចង់បញ្ជាក់ថាតាក់ទងទៅនឹង channel ចាស់ប្រាជ្ញគឺយើងនិយាយពីអមនុស្សផងនិយាយពីរឿងជំនឿផងឬក៏រឿងផ្សេងមិនថាជាជំនឿនៅក្នុងស្រុកយើងឬក៏ជំនឿនៅខាងក្រៅទេយើងនឹងលើកយកទាំងអស់តែនៅពេលដែលយើងលើកយកនៅជំនឿខាងក្រៅហ្នឹងគឺកំឡុងពេលដែលយើងកំពុងតែប្រម៉ូសាច់រឿងពីបងប្អូនដូចគ្នាអញ្ចឹងបើសិនជាបងប្អូនមានសាច់រឿងណាដែលតាក់ទងទៅនឹងមានឬក៏ជំនឿប្លែកៗទៅតាមតំបន់ផ្សេងអីចង់ចែកម្លែកអាចតាក់ទងមកកាន់ពួកយើងបានពួកយើងបានដាក់លេខទូរស័ព្ទយើងនៅក្នុង description ខាងក្រោមហើយក៏អរគុណបងប្អូនដែលតែងតែជួយចុច like subscribe ការចូលរួមរបស់បងប្អូនហ្នឹងគឺជួយពួកយើងច្រើនមែនតើអញ្ចឹងពីចាស់ប្រាជ្ញខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជួបគ្នានៅអេពីសូតក្រោយទៀត